កលទោសចំពោះផែនការអ៊ីស្រាអែលក្នុងការកាន់កាប់តំបន់ភាគខាងត្បូងនៃប្រទេសលីបាំងនិងបានប្រមានថាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់លីបាំងមិនត្រូវបានឈ្លានពានឡើយការរៀបចំផែនការរបស់អ៊ីស្រាអែលដើម្បីឈ្លានពាននិងគ្រប់គ្រងទឹកដីប្រហែល30គីឡូម៉ែត្រនៅក្នុងទឹកដីលីបាំងបានកើតមានឡើងខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបាំងដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងរហូតដល់ 1000 នាក់និងមានអ្នករងរបួសជិត 3000 នាក់ចាប់តាំងពីដើមខែមីនានេះក្នុងនោះមនុស្សជាង 1 លាននាក់ក៏ត្រូវបានផ្លាស់ទីដោយសារការវាយប្រហារជាច្រើនសប្តាហ៍នៅភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសព្រមទាំងរដ្ឋធានីបេរុតខណៈដែលការប្រមានអំពីវិបត្តិមនុស្សធម៌កំពុងត្រូវបានធ្វើឡើងគ្រប់កម្រិតទាំងអស់ដោយបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលនិងប្រជាជនលីបាំងក្រសួងការបរទេសកាណាដាបាននិយាយនៅថ្ងៃពុធទី25មីនានេះថាភាគីទាំងអស់ក្នុងចំនួនត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិកាណាដាសូមអំពាវនាវដល់គ្រប់ភាគីការពារជនស៊ីវិលនិងជៀសវាងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបុគ្គលិកសុខាភិបាលនិងកងកម្លាំងរក្សាសន្តិភាពចំណែកកាលពីថ្ងៃអង្គារទី24មីនារដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោកជាណូអែលបារ៉ុតក៏បាននិយាយផងដែរថាអ៊ីស្រាអែលគួរតែជៀសវាងផែនការកាន់កាប់ពីខាងត្បូងនៃប្រទេសលីបាំងដែលបានគ្រោងទុកដោយប្រមានថាវានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើអាយុជីវិតជនស៊ីវិលនិងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅសេចក្តីថ្លែងការណ៍របស់កាណាដានិងបារាំងបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថាយោធារបស់ខ្លួននឹងគ្រប់គ្រងទឹកដីលីបាំងភាគខាងត្បូងរហូតដល់ទន្លេលីតានីដែលមានចម្ងាយប្រហែល30គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាត់បាននិយាយថាយោធាអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់សន្តិសុខរហូតដល់ទន្លេលីតានីហើយបានបន្ថែមថាប្រជាជនលីបាំងដែលបានផ្លាស់ទីមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះទេរហូតដល់មានការធានាសន្តិសុខសម្រាប់ប្រជាជននៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល